បាទខ្ញុំបាទឈ្មោះហឹមស្រងជាមេឃុំសម្បុកស្រុកចិត្តបុរីខេត្តកញ្ចេះបាទថ្ងៃនេះខ្ញុំសូមផ្ដល់ជូននៅសភាពការទូទៅដែលនៅក្នុងឃុំរបស់ខ្ញុំអនុវត្តជាប្រចាំកន្លងមកបាទទី1ខ្ញុំចង់បញ្ជាក់ជូនអំពីសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈរបស់ឃុំបាទក្នុងនោះផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈគឺឃុំរាល់ថ្ងៃតែងតែអនុវត្តនៅគោលនយោបាយ7ចំណុចរបស់រាជរដ្ឋាភិបាលស្ដីពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពអញ្ចឹងនៅក្នុងនោះដោយអនុវត្តគោលនយោបាយពិសេសគឺការទប់ស្កាត់នៅបទល្មើសផ្សេងដូចជាចោរកម្មការជួញដូរគ្រឿងញៀនការជួញដូរមនុស្សអីគ្រប់ប្រភេទគឺដូចជាមិនមានអ្វីគួរឲ្យកត់សម្គាល់ទេបាទហើយផ្នែកអភិវឌ្ឍភូមិឃុំបាទនៅក្នុងឆ្នាំ2025នេះឃុំបានអនុវត្តនៅគម្រោងហេដ្ឋារចនាសម្ព័ន្ធនោះគឺបានសាងសង់ផ្លូវបេតុងនៅក្នុងភូមិសម្បុកចំនួនប្រមាណ2400ម៉ែត្រហើយមានស្ដារស្រះបាទស្ដារស្រះនៅក្នុងភូមិកកត់មានទទឹងប្រហែល100ម៉ែត្របដោយ200និងជម្រៅ300ម៉ែត្រហើយក្នុងនោះក៏មានគម្រោងរបស់ក្រសួងអភិវឌ្ឍជនបទផងដែរគឺសាងសង់ផ្លូវ2ខ្សែពីសម្បុកទៅផ្លូវជាតិលេខ7នៅឃុំកសាងឃុំចង្ក្រង់ភូមិកសាងហ្នឹងមានប្រវែងប្រហែលជា9គីឡូម៉ែត្រហើយចាប់ចេញពីភូមិស្រែតាហែនភូមិកោអាជួរទៅដែលផ្លូវជាតិលេខ7ទៅដីសម្បទានសង្គមគិច្ចប្រមាណ13គីឡូម៉ែត្របាទក្នុងនោះបើយើងពិនិត្យទៅការងារសន្តិសុខសណ្ដាប់ធ្នាប់នេះក៏ពាក់ព័ន្ធទៅលើការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ជនខិលខូចមួយចំនួនដែលធ្វើឲ្យដែលសង្គមជាតិនឹងមានបញ្ហារំជើបរំជួលអកកធ្វើឲ្យបំពុលនៅព័ត៌មានពិតបាទអញ្ចឹងខ្ញុំសូមពាវនាវដល់បងប្អូនថាបច្ចុប្បន្ននេះនៅអ្នកដែលមានទូរស័ព្ទនឹងតែងតែទទួលបាននៅព័ត៌មានផ្សេងពីដែលការផ្សព្វផ្សាយបើសិនជាយើងមិនបានពិចារណាមិនបានគិតឲ្យបានល្អិតល្អន់នៅព័ត៌មានណាដែលពិតព័ត៌មានណាដែលមិនពិតយើងត្រូវលង់ទៅក្នុងឧបាយកលខ្មាំងឧបាយកលអ្នកដែលដឹងថាបំពុលសង្គមនឹងធ្វើឲ្យព័ត៌មាននឹងវាទៅជាព័ត៌មានคล้ายៗបាទទៅជាព័ត៌មានคล้ายៗអញ្ចឹងយើងត្រូវតែពិនិត្យមើលជឿជាក់ទី1ទៅលើព័ត៌មានរបស់ក្រសួងការពារជាតិបាទទី2គឺជឿជាក់ទៅលើព័ត៌មានរបស់ក្រសួងព័ត៌មានបាទក្រសួងព័ត៌មានដែលនៅក្នុងខេត្តកញ្ចេះយើងនេះមានឯកឧត្តមនេតភក្ត្រាគាត់ជារដ្ឋមន្ត្រីក្រសួងព័ត៌មានហើយក៏គាត់ជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយនៅខេត្តកញ្ចេះនេះផងដែរបាទហើយពិសេសគឺអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលដែលតែងតែផ្សព្វផ្សាយនៅព័ត៌មានពិតហើយពិសេសអ្នកដែលជន់មកក្តាប់តូចនៅបរទេសដែលខ្ញុំពិនិត្យឃើញទៅគឺពួកគណៈបកដែលធ្លាប់តែប្រឆាំងនឹងរាជរដ្ឋាភិបាលគឺគាត់ផ្សាយអីនៅតែព័ត៌មានណាដែលបំពុលសង្គមដែលធ្វើឲ្យប្រជាពលរដ្ឋនឹងប្រជាពលរដ្ឋបែកបាក់សាមគ្គីគ្នាជានិច្ចកាលកន្លងមកនៅក្នុងឃុំសម្បុកនេះបាទចង់បាទបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋផងដែរថាបច្ចុប្បន្ននេះវាពាក់ព័ន្ធនឹងការរក្សានៅដែលបេតិកភណ្ឌយើងដែលមានសត្វផ្សោតទន្លេមេគង្គដែលគេកំណត់ថាជាបេតិកភណ្ឌលេខទី1នៅក្នុងដែលខេត្តកញ្ចេះដែរដែលទាក់ទាញភ្ញៀវទេសចរកន្លងមកហើយចង់ពាវនាវបងប្អូនទាំងអស់ដែលរស់ស៊ីនេសាទអីចឹងសូមកាត់បន្ថយនៅការឆក់នៅការដាក់មងកាឡាធំធ្វើឲ្យបាត់បង់នៅបេតិកភណ្ឌជាតិរបស់យើងអញ្ចឹងបើសិនជាយើងបាត់សោតអានឹងយើងក៏មិនមានទេសចរមកតំបន់យើងផងដែរអញ្ចឹងបានថារាល់ថ្ងៃនេះនៅក្នុងឃុំយើងគឺបានទាក់ទាញជាទេសចរមួយចំនួនមកដើម្បី
ចំណូលរបស់ឃុំក៏ដូចជារបស់ខេត្តចេះទាំងមូលគឺមានផ្សោតដែលជាសម្បត្តិធម្មជាតិរបស់ខេត្តចេះយើងនឹងផងដែរបាទហើយជាចុងក្រោយខ្ញុំសូមបញ្ជាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ថាត្រូវតែជឿជាក់ទី1គឺលើគេហទំព័រលើ page របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតហើយទី2ក៏ត្រូវតែជឿជាក់លើ page របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនព្រោះ page ទាំងពីរនេះគឺនិយាយអ្វីតែការពិតហើយនិយាយគឺដើម្បីដូចថាឲ្យប្រជាពលរដ្ឋយើងជឿជាក់នៅការដឹកនាំរបស់លោកទាំងពីរបើសិនជាយើងមិនជឿជាក់នៅលើការដឹកនាំរបស់លោកទេនឹងប្រទេសកម្ពុជាយើងអាចចូលទៅក្នុងឧបាយកលឃោសនាអកុសលឃោសនាបំភ្លៃការពិតរបស់ពួកអគតិមកក្តាប់តូចជាមិនខានបាទអញ្ចឹងខ្ញុំសូមចូលរួមប៉ុណ្ណឹង